ថ្ងៃនេះយើងកំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Virgin Islands ហើយនេះគឺជាថ្ងៃទី3ហើយថ្ងៃនេះនឹងក្លាយជាថ្ងៃដ៏ពិសេសនិងអស្ចារ្យបំផុតមួយសម្រាប់ពួកយើងព្រោះយើងជិតនឹងទៅដល់កន្លែងដែលខ្ញុំគិតថាវាពិតជាអស្ចារ្យនិងប្លែកបំផុតមិនធ្លាប់មានក្នុងជីវិតរបស់ខ្ញុំយើងនឹងរៀបចំដាក់សម្ភារៈទាំងអស់ចូលក្នុងទូករួចចាប់ផ្ដើមបើកបរឆ្ពោះទៅកាន់ជើងមេឃព្រោះថ្ងៃនេះយើងមានដំណើរដ៏វែងឆ្ងាយនិងគួរឲ្យរំភើបត្រូវធ្វើយើងធ្វើបានសម្រេចហើយមើលនេះចុះពូហូយើងបានមកដល់កោះដែលប្រៀបដូចជាកន្លែងដែលក្តីស្រមៃคล้ายជាការពិតហើយឲ្យតែឃើញហើយពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នេះប្រហែលជាទឹកសមុទ្រថ្លាបំផុតដែលខ្ញុំធ្លាប់បានឃើញក្នុងជីវិតរបស់ខ្ញុំអព្រះជាម្ចាស់អើយនេះហើយជាមូលហេតុដែលពួកយើងបានធ្វើដំណើរអស់រយៈពេល3ថ្ងៃមកហើយដើម្បីមកដល់ទីនេះមើលទឹកនៅជុំវិញខ្ញុំចុះវាប្រៀបដូចជាអាងហែលទឹកដ៏ធំហិមាអញ្ចឹងវាជាទឹកដែលថ្លាបំផុតដែលខ្ញុំធ្លាប់បានឃើញក្នុងជីវិតរបស់ខ្ញុំហើយនេះគឺជាកោះ Virgin Islands ហូពួកយើងបានមកដល់កោះ Virgin Islands ហើយពួកយើងធ្វើដំណើរអស់រយៈពេល3ថ្ងៃហើយទីបំផុតក៏មកដល់មើលទេសភាពនៅទីនេះចុះមានទឹកពណ៌ខៀវស្រងាត់ឆ្នេរខ្សាច់សក្បុសនិងដើមត្នោតវាពិតជាអស្ចារ្យខ្លាំងណាស់នេះគឺជាកន្លែងដែលសត្វដ៏ធំសម្បើមបំផុតរស់នៅដែលមិនទាន់ត្រូវបានប៉ះពាល់ដោយអរិយធម៌មនុស្សឬការផ្លាស់ប្ដូរធម្មជាតិណាមួយឡើយខ្ញុំមិនដែលមកឆ្ងាយដល់កម្រិតនេះទេក្នុងជីវិតរបស់ខ្ញុំដូច្នេះពេលនេះវាទាមទារឲ្យមានអ្វីដែលពិសេសហើយអ្នកទាំងអស់គ្នាដឹងហើយថានឹងមានរឿងអ្វីកើតឡើងពួកយើងនឹងត្រូវការធម្មពលនិងប្រេងឥន្ធនៈទាំងអស់ដែលយើងអាចយកទៅបាននៅថ្ងៃនេះព្រោះខ្ញុំគិតថាពួកយើងនឹងជួបប្រទះរឿងរ៉ាវដ៏អស្ចារ្យនិងរំភើបបំផុតនេះគឺថ្នាំ Quick Revive ថ្នាំបង្កើនធម្មពលភ្លាមយើងនឹងប្រើវាភ្លាមនៅពេលប្រើវាហើយយើងនឹងទទួលបានធម្មពលបន្ថែមដែលសង្ឃឹមថានឹងជួយឲ្យយើងចាប់បានសត្វដ៏ធំសម្បើមមួយក្បាលតោះទៅអស្ចារ្យណាស់យើងមានអារម្មណ៍ស្រស់ស្រាយឡើងវិញហើយក៏ពោពេញដោយធម្មពលដែរត្រីធំនៅកោះ Virgin Islands កំពុងតែមកដល់ហើយកន្លែងនេះពិតជាអស្ចារ្យខ្លាំងណាស់ហើយខ្លួនប្រាណខ្ញុំក៏ប្រឡាក់សុទ្ធតែខ្សាច់និងជាតិប្រៃពីទឹកសមុទ្រយើងថែមទាំងឃើញកូនត្រីឆ្លាមនៅក្បែរមាត់ច្រាំងទៀតផងឃើញទេធម្មជាតិនៅទីនេះកំពុងតែសម្បូរបែបណាស់កុំបារម្ភអីខ្ញុំគិតថាយើងនឹងរកឃើញសត្វសមុទ្រយក្សធំនៅទីនេះមិនខានថ្ងៃនេះយើងត្រូវចំណាយពេលយូរនៅក្នុងទឹកហើយត្រូវមានការអត់ធ្មត់ព្រមទាំងត្រូវការសំណាងល្អបំផុតដើម្បីអាចរកឃើញសត្វសមុទ្រយក្សពិតប្រាកដទាំងនេះដល់ពេលដែលត្រូវចុះទឹកទៅស្វែងរកពួកវាហើយតោះទៅមើលទៅទឹកថ្លាខ្លាំងណាស់ហើយមានចំណីត្រីច្រើនពេញនឹងដល់ពេលដែលយើងត្រូវទៅហើយយើងចាប់បានត្រីហើយ
ពួកយើងធ្វើបានសម្រេចហើយមើលចុះយើងចាប់បានត្រីដកជូតធូណានៅកោះទាំងនេះហើយជាមូលហេតុដែលយើងមកទីនេះយើងបានធ្វើដំណើរអស់រយៈពេល3ថ្ងៃហើយទីបំផុតយើងចាប់បានត្រីយក្សដ៏ធំសម្បើមមួយក្បាលអ្នកទាំងអស់គ្នាបានឃើញហើយថាមានហ្វូងត្រីដកជូតធូណាហើយកាត់មកជាច្រើនវាពិតជាអស្ចារ្យខ្លាំងណាស់ឧបករណ៍របស់ខ្ញុំស្ទើរតែបាក់ខ្ទេចខ្ទីអស់នៅពេលប៉ះជាមួយត្រីយក្សមួយក្បាលនោះខ្ញុំបានបាញ់វាហើយវាក៏មុជចុះទៅក្រោមថ្មប៉ព្រះទឹកយើងបានតម្រង់ដែកលំពេងវិញហើយទីបំផុតក៏ចាប់វាបានឥឡូវនេះយើងនឹងរៀបចំចម្អិនអាហារដ៏ពិសេសមួយជាមួយអ្នកស្រុកនៅទីនេះយើងមិនអាចធ្វើរឿងទាំងអស់នេះបានទេបើគ្មានពួកគេតោះចាប់ផ្ដើមធ្វើវាទាំងអស់គ្នាតោះទៅអ្នកអាចឃើញក្មេងប្រុសត្រៀមខ្លួនរួចជាស្រេចពួកគេដាក់ដុំឈើទាំងមូលនៅលើភ្លើងហ៊ូពួកយើងបានធ្វើដំណើរមកឆ្ងាយណាស់ដើម្បីចាប់ត្រីមួយនេះហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថានេះគឺជាត្រីទូណាប្រភេទ Dodgetonac ដែលអាចនិយាយបានថាជាប្រភេទត្រីដែលតស៊ូខ្លាំងបំផុតនៅក្នុងមហាសមុទ្រពួកវាពិតជាអាចធ្វើឲ្យឧបករណ៍នេសាទរបស់យើងខូចខាតយ៉ាងធ្ងន់ធ្ងរអ្នកទាំងអស់គ្នាបានឃើញហើយថាពេលខ្ញុំបាញ់បានវាបានអូសខ្ញុំជុំវិញថ្មប៉ព្រះទឹករហូតធ្វើឲ្យដាច់លំពេងបាញ់ត្រីរបស់ខ្ញុំកោងហើយឥឡូវនេះវាត្រូវបានចម្អិនរួចរាល់ហើយពួកវាក៏ជាប្រភេទត្រីទូណាតែមួយគត់ដែលមានធ្មេញដែរដោយវាមានផ្គាំធំហើយជាម្ចាស់នៃតំបន់ថ្មប៉ព្រះទឹកពួកវាមានភ្នែកធំដែលជាហេតុធ្វើឲ្យពួកវាចេញរកស៊ីតែនៅពេលយប់ប៉ុណ្ណោះភ្នែកធំទាំងនោះជួយឲ្យពួកវាចាប់យកពន្លឺបានល្អដើម្បីអាចចាប់ត្រីជាច្រើនប្រភេទធ្វើជាចំណីរាងកាយរបស់ពួកវាពោពេញទៅដោយសាច់ដុំសុទ្ធហើយពួកវាមានកម្លាំងខ្លាំងក្លាណាស់ដែលមិនអាចទប់ទល់បានឡើយនេះពិតជាស្ដេចនៃមហាសមុទ្រហើយទីបំផុតពួកយើងក៏អាចចាប់វាបានសម្រេចពួកយើងទទួលបានត្រីធូណាដ៏ធំមួយហើយឥឡូវនេះកំពុងចម្អិនវាយ៉ាងឆ្ងាញ់ពិសាខ្ញុំនឹងសុកឈើធំនេះចូលទៅក្នុងខ្លួនត្រីធូណារបស់យើងដើម្បីជួយទប់វានៅពីលើភ្លើងដោយសុកវាចូលតាមមាត់ត្រីរហូតដល់ផុតហូត្រីនេះសាច់ណែនពេញតែម្ដងមកអូខេបានហើយពួកយើងបានបញ្ជូនវាចូលទៅតាមនឹងរហូតខ្ញុំនិងពួកក្មេងក្នុងតំបន់ពួកយើងនឹងដាក់វាចូលឲ្យបានយើងធ្វើបានសម្រេចហើយយើងមានត្រីធូណាឆេណាដ៏ធំសម្បើមមួយកំពុងអាំងនៅលើភ្លើងយើងនឹងអាំងវាប្រហែល20ទៅ30នាទីព្រោះវាត្រូវការពេលយូរគួរសមដោយសារតែទំហំដ៏ធំរបស់វារួចហើយយើងនឹងយកវាចុះមកចែករំលែកជាមួយបងប្អូនក្នុងតំបន់នេះហើយជាមូលហេតុដែលយើងមកធ្វើបែបនេះនៅតាមកោះមានភ្លើងធំមានត្រីធំហើយបរិយាកាសគឺពោពេញដោយភាពសប្បាយរីករាយបំផុតតោះពិតជាឆ្ងាញ់ណាស់មិត្តវ៉ាពួកក្មេងសង្ឃឹមថាពួកក្មេងឃ្លានហើយណាឃ្លានទេបាទមើលមានត្រីធូណាឆេណាដ៏ធំមួយនៅពីមុខខ្ញុំដែលគេអាំងលើភ្លើងផ្ទាល់ខ្ញុំពិតជាអន្ទះសារចង់ញ៉ាំណាស់យើងនឹងបេះយកសាច់ដុំធំពីវាមានខ្សែឈាមរត់កាត់ចំកណ្ដាលសាច់ដែលជាផ្នែកមិនល្អហើយយើងមិនចង់ញ៉ាំវាទេយើងចង់បានតែសាច់ដុំស្អាតនិងសាច់ដែលរបេះចេញជាបន្ទះនៅផ្នែកខាងក្រៅប៉ុណ្ណោះតោះចាប់ផ្ដើមញ៉ាំវាទាំងអស់គ្នាវាមានភាពកក់ក្ដៅមានក្លិនផ្សែងឈ្ងុយហើយរសជាតិគឺឆ្ងាញ់ខ្លាំងណាស់មិត្តភក្តិមកពួកយើងមកជួយគ្នាភ្លក់ត្រីនេះទាំងអស់គ្នាវាជារឿងល្អដែលយើងបានចែករំលែកអាហារជាមួយអ្នកស្រុកនៅទីនេះសាក់ភ្លក់មើលបន្តិចទៅមើលយ៉ាងម៉េចដែរឆ្ងាញ់ណាស់មែនទេអស្ចារ្យណាស់នេះហើយជាមូលហេតុដែលយើងធ្វើរឿងបែបនេះគឺដើម្បីចែករំលែកជាមួយអ្នកស្រុកនៅលើកោះនេះប្រសិនបើអ្នកពេញចិត្តវីដេអូនេះសូមកុំភ្លេចចុច like និង subscribe ផងយើងនៅមានវីដេអូជាច្រើនទៀតហើយជួបគ្នាជាមួយដំណើរផ្សងព្រេងដ៏រំភើបនៅពេលក្រោយទៀតយើងធ្វើបានសម្រេចហើយជួបគ្នាពេលក្រោយ